បាទគោរពជ្រាបសួរបងប្អូនបាទនេះសមមិញទៅលេងភ្នំមសីបាទទៅដល់តាមជើងភ្នំវែងផ្លូវបាទវែងផ្លូវបងប្អូនអើយបាទថតវីដេអូហើយរុកចុះរុកឡើងតាមព្រៃសីតាមជើងភ្នំរុកចុះរុកឡើងមិនដឹងជាផ្លូវណាមកផ្ទះរកផ្លូវជិះម៉ូតូមកផ្ទះក៏មិនឃើញអីក៏មិនឃើញអូអស់ចាមកសមមិញចេញមកផ្ទះថាមកតាំងពីម៉ោង9កន្លះម៉ោង10មកដល់ផ្ទះម៉ោង2បងប្អូនអើយទៅមកផ្លូវឃើញកុំបានអ្នកខ្វៀគោប្រាប់ផ្លូវហ្នឹងឲ្យផ្លូវមិនឃើញទៀតចេះតែជួបយាយមួយអ្នកខ្វៀគោប្រាប់ផ្លូវកុំអីនឹងចប់បដ ாய் ហើយថ្ងៃនេះខ្ញុំមកបានទៅសមមិញបានហ្នឹងនេះជាប្រភេទຂະຫນາດឈើច្រត់បងប្អូនបាទຂະຫນាดឈើច្រត់នេះຂະຫນາດឈើច្រត់អស័យជុំបាទមកទូចល្មមស្រួលកាន់បងប្អូនបាទស្រួលកាន់ជុំដើមបងប្អូនបាទប្រភេទជុំដើមនេះដុសខ្នែងមួយនេះដើមប្រភេទជុំដើមជុំស្អាតបងប្អូនបាទប្រភេទជុំស្អាត1ម៉ែត្រពីទឹក3ហ៊ុនកម្ពស់1ម៉ែត្រពីទឹក3ហ៊ុនទៅជាប្រភេទជុំដើមសាច់តាន់ស្អាតដល់ស្អីព្រៃនេះបាទតាន់មែនតើហ្មងប្រភេទຂະຫນາດឈើច្រត់សម្រាប់បងណាស្រឡាញ់ចង់បានបាទនេះជាប្រភេទຂະຫນາດឈើច្រត់1ម៉ែត្រពីទឹក3ហ៊ុនហើយប្រភេទជាຂະຫນາດជុំបាទជុំដើមហើយសមមិញបងប្អូនមិនសមមិញមួយថ្ងៃទេបាទថាមួយថ្ងៃចុះទាំងវែងទាំងអីវែងឡើងមកអាណត្តិថ្ងៃទៅហើយមកដល់ផ្ទះម៉ោង2មកដល់លែងឃ្លានបាយទៅដល់បាទជាប្រភេទຂະຫນາດអស័យជុំឈើច្រត់បាទຂະຫນາດឈើច្រត់នេះប្រភេទជុំដើមຂະຫນາດទូចមកល្មមមកស្អាតហើយខ្ញុំលុះសម្អាតហើយនេះដល់លងព្រិលខាត់តែលងប្រភេទជុំដើមបងណាបើជុំដើមជាផាក់ຂະຫນາດឈើច្រត់បាទហ្នឹងហើយអរគុណច្រើនបងប្អូនបាទវីដេអូនេះមានប៉ុណ្ណឹងទេបាទសូមអរគុណសូមគោរពលាបាទ